ពីព្រេងញៀយនៅតាមវាលស្រែដ៏ខៀវស្រងាត់មានកូនក្របីមួយក្បាលឈ្មោះដារ៉ែនគេចូលចិត្តលោតលេងនិងរត់លេងសប្បាយពេញវាលស្រែជារៀងរាល់ថ្ងៃប៉ុន្តែក្របីដារ៉ែនជាក្មេងដែលមិនចេះអត់ធ្មត់សោះគេមិនចូលចិត្តដើរយឺតតាមក្រោយលោកតារបស់គេឡើយលោកតាហេតុអ្វីលោកតាដើរយឺតម្លេះខ្ញុំចង់ទៅលឿនហើយចៅប្រុសការអត់ធ្មត់គឺជាការល្អពេលខ្លះការដើរយឺតគឺមានសុវត្ថិភាពជាងការប្រញាប់ប្រញាល់កូនក្របីមិនស្ដាប់សម្ដីលោកតាទេគេគិតថាការដើរយឺតគឺគួរឲ្យធន់ណាស់ខ្ញុំមិនជឿទេខ្ញុំទៅមុនហើយភ្លាមនោះមេឃក៏ប្រែជាខ្មៅងងឹតខ្យល់ព្យុះនិងភ្លៀងយ៉ាងខ្លាំងបានបក់បោកមកលើវាលស្រែកូនក្របីភ័យណាស់គេព្យាយាមរត់ទៅផ្ទះឲ្យលឿនតាមដែលអាចធ្វើបានអូទេខ្ញុំត្រូវតែរត់ឲ្យលឿនដោយសារតែការប្រញាប់ប្រញាល់ពេកគេក៏រអិលជើងដួលហើយជើងរបស់គេក៏ជាប់ផុងនៅក្នុងភក់ជ្រៅជួយផងលោកតាជួយខ្ញុំផងខ្ញុំជាប់ហើយលោកតាដែលបានដើរមកយ៉ាងយឺតនិងប្រុងប្រយ័ត្នបានមកដល់ដោយសុវត្ថិភាពគាត់បានប្រើជំហរដ៏រឹងមាំរបស់គាត់ដើម្បីទាញចៅប្រុសចេញពីភក់កុំភ័យអីចៅតោងតាឯជាប់ទីបញ្ចប់ពួកគេទាំងពីរក៏បានមកដល់ផ្ទះដោយសុវត្ថិភាពក្រោយពេលព្យុះបានកន្លងផុតទៅលោកតាខ្ញុំសុំទោសអរគុណដែលបានជួយខ្ញុំចាប់ពីថ្ងៃនោះមកកូនក្របីបានយល់ថាការស្ដាប់ដំបូន្មានចាស់ទុំនិងចេះអត់ធ្មត់គឺជាមេរៀនដ៏សំខាន់បំផុតក្នុងជីវិត